សូមបងប្អូនទាំងអស់គ្នាជួយ share រូបវាមួយបងប្អូនទាំងអស់គ្នាវាបុគ្គលិកធ្វើការមួយខ្ញុំហ្នឹងបងប្អូនទាំងអស់គ្នាអត់នឹកស្មានថាវាហ៊ានដល់ថ្នាក់នឹងដោយសារអីមើលទៅមុខមាត់ស្អាតបាតហើយក្មេងឧស្សាហ៍ត្រឹមត្រូវដែរបងប្អូនទាំងអស់គ្នាចឹងមិនថាមនុស្សគេឲ្យថាស្គាល់មុខស្គាល់មាត់រូបរាងស្អាតបាតមិនស្គាល់ចិត្តមនុស្សអញ្ចឹងចឹងបងប្អូនទាំងអស់គ្នាខ្ញុំសូមចែកម្លែកវីដេអូនេះឲ្យរូបមុខមាត់នេះឲ្យបងប្អូនទាំងអស់គ្នាឃើញផងហើយជួយ share ទាំងអស់គ្នាឲ្យបានដល់ឪពុកម្ដាយបងប្អូនគាត់ផងហើយគាត់ដូចជានៅម្ដុំខាងរស័យកែវអញ្ចឹងខាងអ្នករស័យកែវជួយ share ទាំងអស់គ្នាដល់ឪពុកម្ដាយបងប្អូនយាយតាគាត់ឃើញមកថាកូនគាត់នេះមុខមាត់ស្អាតបាតរូបរាងស្អាតបាតកពុះកពងមកទៅស្អាតបាតមែនតើអត់សមធ្វើចោលទេចាអត់សមធ្វើចោលទេវាអស័កសមនឹងធ្វើចោលមើលទៅក្មេងហ្នឹងវាមានសុវត្ថិភាពវាឆ្លាតវាប្រកែវាចេះគ្រប់យ៉ាងប៉ុន្តែចុងក្រោយបំផុតវាធ្វើចោលអញ្ចឹងមិនថាចរិតចោលវានៅតែចោលឆ្កែកតុយខ្វៀនវានៅតែខ្វៀនអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំសូមចែកម្លែកវីដេអូនេះជួយឲ្យបងប្អូនទាំងអស់គ្នាណាខ្មែរយើងទាំងអស់គ្នាជួយ share ឲ្យវាមួយបានឃើញទាំងអស់គ្នាថាឲ្យឃើញថាធ្វើចោលជាគំរូមួយដែលសង្គមស្អប់ខ្ពើមណាអូនឯងមុខមាត់ស្អាតបាត់ណាស់មិនសមណាធ្វើចោលទេណាអូនណារូបរាងស្អាតបាត់កពុះកពោស្អាតបាត់ទាំងអស់ណាសមថាធ្វើការងារល្អត្រឹមត្រូវមានប្រាក់ខែមានបាយស៊ីណានៅមួយខ្ញុំណាមួយថ្ងៃ3ពេលមានទាំងប្រាក់ខែមានបាយមានអីមួយសេតបងប្អូនទាំងអស់គ្នាមានប្រាក់ខែបុគ្គលិកខ្វះខាតលុយកាក់ឲ្យឪពុកម្ដាយខ្ញុំឲ្យខ្ចីទៀតបងប្អូនទាំងអស់គ្នាខ្ញុំអត់ចិត្តអាក្រក់ទេរឿងបុគ្គលិកខ្វះខាតទៅឪពុកម្ដាយខ្ញុំឲ្យខ្ចីទៀតប៉ុន្តែបងប្អូនទាំងអស់គ្នានេះវាយកលុយហ្គាំងខ្ញុំដោយសារហេតុអីបងប្អូនទាំងអស់គ្នាម៉ួយខ្ញុំរដងគាត់គិតតែ AVA ទាំងអស់សឹងថា100ម៉ួយមានតែ 10% ទេដែលគាត់បាញ់ដែលគាត់ឲ្យលុយមកក្រៅសឹងថា 90% ទេគាត់បាញ់ AVA ទាំងស្រុងហ្មងតែសារនេះបងប្អូនទាំងអស់គ្នាខ្ញុំមិនដឹងបើយេគាត់និយាយទៅថាសយើងដែរអញ្ចឹងណាហើយមួយរយៈនេះខ្ញុំដេកយល់សពថាខ្ញុំបាត់លុយដេកយល់សពថាចោលលួចលុយខ្ញុំចាំតែឃ្លាំលួចលុយខ្ញុំអញ្ចឹងណាថាខ្ញុំដេកលក់មកផាំងមានចោលលួចលុយខ្ញុំហ្មងស្រាប់តែ2 3ថ្ងៃក្រោយនេះដូចខ្ញុំសັບ2 3ថ្ងៃមុនថ្ងៃហ្នឹងដឹងបណ្ដោយវាយកលុយយើងទៅម្ដងហើយរដងខ្ញុំនិយាយត្រង់បងប្អូននេះគឺបាញ់ AVA ទាំងអស់សឹងថា 90% ភ្ញៀវបាញ់ AVA អត់ដែរឲ្យលុយសុទ្ធទេហើយសារនេះគាត់ឲ្យលុយសុទ្ធត្រូវវាបណ្ដោយវាយករបស់ខ្ញុំទៅបាត់បណ្ដោយបងប្អូនទាំងអស់គ្នាចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយ share វីដេអូនេះម្នាក់មួយបានដឹងឮដល់ទាំងអស់គ្នាថាបានថាបើសិនជាឧទាហរណ៍ថាយើងដឹងហើយឮហើយឃើញហើយមកគោម្នាក់ហ្នឹងមិនស្មោះត្រង់លួចរបស់គេ share ទៅឲ្យគេឃើញទៅគេលោវាទៅធ្វើការកន្លែងណាមួយទៀតវាទៅលួចរបស់គេយក